សួស្តីថ្ងៃនេះខ្ញុំមានមុខម្ហូបអាហារពេលព្រឹកមួយដ៏ពិសេសហើយមានរសជាតិឆ្ងាញ់សម្រាប់កូនញ៉ាំជាអាហារពេលព្រឹកហៅថា oat egg pancake oat egg pancake សម្រាប់គ្រឿងផ្សំនៅក្នុងមុខម្ហូបនេះគឺងាយៗទេយើងមាន oatmeal roll oat ស្រូវសត្វដីប្រភេទណាក៏បានដែរហើយយើងយកមកត្រាំជាមួយនឹងទឹកដោះគោឲ្យរីកបន្តិចមកហើយយើងក៏ចាប់ផ្ដើមឈូសការ៉ុតកន្លះមើមយើងឈូសវាឲ្យល្អិតដើម្បីងាយស្រួលចម្អិនហើយបន្ទាប់ឈូសហើយយើងដាក់ចូលជាមួយនឹង oatmeal យើងឈូសដំឡូងបារាំងមួយមើមធំល្មមមកហើយយើងឈូសមិនមកតែដំឡូងបារាំងយើងត្រូវការច្របាច់ទឹកវាចេញបន្តិចព្រោះដំឡូងបារាំងសម្បូរទឹកអញ្ចឹងវាអាចធ្វើឲ្យ pancake របស់យើងវាជូរទឹកអញ្ចឹងយើងត្រូវច្របាច់ចេញបន្តិចយើងកូរច្របល់វាបន្តិចហើយយើងថែមអំបិលដាក់បន្តិចទៅហើយនៅបន្តិចយើងបន្ថែមបន្តិចបន្ទាប់មកយើងប្រើថែមពងមាន់2គ្រាប់បញ្ចូលមកហើយយើងក៏ឈូស cheese cheddar cheese ឬក៏mozzarella cheese ដាក់ចំនួន100ក្រាមយើងឈូសឲ្យបន្តិចហើយយើងកូរវាចូលគ្នាហើយយើងកម្ដៅខ្ទះឲ្យកម្ដៅយើងចាក់ប្រេងអូលីវចូលបន្តិចហើយយើងក៏ចាប់ដើមដាក់ម្សៅអូតនិងបន្លែរបស់យើងចូលយើងងំវាឲ្យឆ្អិនល្មមបន្ទាប់មកប្រែវាឲ្យបានឆ្អិនសព្វល្អរួចហើយយើងយកវាមកទទួលទានបានហើយយើងអាចឲ្យកូនយើងទទួលទានបានហើយយ៉ាងឆ្ងាញ់ពិសាយើងអាចញ៉ាំទៅទាក៏បានមានរសជាតិប្រៃឡំឬក៏យើងអាចឲ្យកូនយើងញ៉ាំជាមួយនឹងទឹកពេញប៉ោះក៏បានដែរអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះសូមអរគុណ